ជាខ្ញុំមកសងសច្ចរៈជាក្រុមនិស្សិតលើគូកិច្ចព្រមព្រៀងដែលមានរៀនទី12ហើយថ្ងៃនេះខ្ញុំមកធ្វើការឆ្លុះបញ្ចាំងមេរៀនការវិតម្លៃការសិក្សាអញ្ចឹងខ្លះសប្តាហ៍ទី6ហ្នឹងយើងតេតឹងទៅនឹងប្រឡងប្រាក់សុំមីនឹងការរៀបចំការបង្កើតតេស្តអញ្ចឹងយើងមុននឹងចូលដល់ខ្លឹមសារនៃការបកស្រាយទាំងមូលខ្ញុំចង់និយាយបញ្ជាក់អំពីវត្ថុបំណងនៃមេរៀនអញ្ចឹងទី1វាចាក់ចង់ឲ្យយើងបោះនាពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់សំណួរបិទនិងទំនោរសំណួរបើកទី2អនុវត្តការរៀបចំបង្កើតសំណួរតាមក្រឹតប្រឡងទី3បង្កើតសំណួរទម្រង់បិទនិងទម្រង់បើកនិងការវិនិច្ឆ័យរដ្ឋបាលសិក្សារំពឹងទុកនិងចំណុចចុងក្រោយការសាកល្បងបង្កើតតេស្តស្តង់ដារដើម្បីជាចារណាភាពជឿជាក់និងសុខភាពនៃសមាសភាពសំណួរអញ្ចឹងចំណុចទី1យើងនិយាយពីគោលការណ៍ការបង្កើតសំណួរតាមទស្សនវិជ្ជាប្រឡងអញ្ចឹងយើងត្រូវយល់ហើយតើយើងប្រើប្រឡងតាក់សុំមីដើម្បីអ្វីអញ្ចឹងដើម្បីយល់ន័យវាយើងត្រូវទៅមើលសិនទៅមើលចំណុចវាទី1ដើម្បីរៀបចំកម្មវិធីសិក្សាទី2ដើម្បីសរសេរនិងកំណត់វត្ថុបំណងនៃមេរៀនទី3ដើម្បីរកឲ្យឃើញនៅបំណិនដែលរៀនពីស្រួលទៅលំបាកទី4ដើម្បីបន្សំវត្ថុបំណងទៅនឹងវិធីសាស្ត្រស្តង់ដារវិតម្លៃដែលមានសុខភាពទី5ដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវនិងចំណុចចុងក្រោយដើម្បីសម្រួលការសួរសំណួរអញ្ចឹងក្នុងកម្រិតហ្នឹងគេក៏មានកម្រិតពុទ្ធិមានការយល់ដឹងរបស់ប្រឡងនឹងចែកចេញវាប្រមាណកម្រិតអញ្ចឹងកម្រិតនៃសិក្សាយើងបានចែកចេញជា6កម្រិតទី1កម្រិតចងចាំកម្រិតទី2ការយល់កម្រិតទី3ការអនុវត្តកម្រិតទី4ការវិភាគកម្រិតទី5ការវិតម្លៃនិងកម្រិតទី6ការបង្កើតថ្មីតោះអញ្ចឹងយើងចូលប្រភេទកម្រងសំណួរទាំងមួយនៃទម្រង់ការយល់ដឹងអញ្ចឹងយល់ដឹងក្នុងការចងចាំហ្នឹងមានន័យថាយើងអាចរំលឹកចំណេះដឹងដែលបានរៀននឹងរំលឹករយៈពេលវែងចំណុចទី2យល់ដឹងបង្កើតឡើងវិញព័ត៌មានដែលគ្រូបានបង្រៀនរួមមានសំណួរផ្ទាល់មាត់សរសេរបកស្រាយពន្យល់ក្រាហ្វិកធ្វើចំណាយថ្នាក់សង្ខេបប្រៀបធៀបនិងលើកឧទាហរណ៍3អនុវត្តឬប្រតិបត្តិតាមទស្សនវិជ្ជាដែលបានសរសេរការអនុវត្តបញ្ជាក់ថាទស្សនវិជ្ជាខុសឬត្រូវទី4វិភាគអញ្ចឹងយើងបំបែកជាព័ត៌មានតូចៗហើយកំណត់ថាផ្នែកណាមួយមានតំណែងគ្នាទី5វិតម្លៃធ្វើការវិនិច្ឆ័យដែលផ្អែកទៅលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារជាថតការត្រួតពិនិត្យការរិះគន់ផ្សេងជាដើមទី6ចំណុចយ៉ាងខ្លះគេហៅបង្កើតថ្មីអញ្ចឹងផ្សំធៀបផ្សេងបញ្ចូលគ្នាបង្កើតបានជាសម្ព័ន្ធភាពឬមុខងារទាំងមូលឬក៏ផ្គុំធៀបផ្សេងឡើងវិញឲ្យទៅជាលំនាំថ្មីមួយឧទាហរណ៍បង្កើតថ្មីការរៀបចំផែនការថ្មីការកសាងអ្វីថ្មីមួយដើមចឹងចូលទី2ប្រភេទសំណួរនិងកម្រិតប្រឡងចឹងយើងបានចែកជាពីរទម្រង់សំណួរបិទទម្រង់សំណួរបិទជាប្រភេទបើយើងនិយាយរួមទៅទម្រង់សំណួរបិទជាទម្រង់ប្រភេទសំណួរដែលយើងសំណួរនោះវាផ្ដល់ចម្លើយមួយដែលត្រឹមត្រូវមិនមែនប្រភេទសំណួរដែលសិស្សអាចថាគាត់ហ្នឹងគាត់មានគំនិតវិខ័យចឹងមានន័យថាចម្លើយហ្នឹងមិនត្រូវតែមួយគត់មិនចម្លើយផ្សេងទៀតទេចឹងសំណួរបិទហ្នឹងមានន័យថាជាប្រភេទកម្រងសំណួរដែលមានយើងបានឆ្លើយតែងនេះរួចហើយឲ្យគាត់ឆ្លើយមិនមែនជាប្រភេទសំណួរដែលយើងសួរទៅឲ្យគាត់គំនិតបន្ថែមលើអត្ថបទទេអញ្ចឹងទម្រង់សំណួរបើកជាសំណួរមួយទៀតផ្សេងទៀតដែលយើងចោទសួរគាត់មានន័យថាគាត់អាចយល់ខ្លឹមសារលើសពីនឹងនៃមេរៀនទាំងស្រុងមកប្រកាសថាតាមរយៈអត្ថបទនឹងផ្ទាល់មួយគាត់អាចយល់លើសពីនឹងមិនមែនគ្រាន់តែយល់ក្នុងអត្ថបទនឹងអាចថាគាត់មានគំនិតទូលំទូលាយជាងនឹងផ្សេងអញ្ចឹងទី3ការអនុវត្តការបង្កើតទម្រង់ថ្មីតាមកម្រិតប្រឡងអញ្ចឹងកម្រិតពុទ្ធិយើងបែងចែកជា3ចុងចាក់6យកចាំយល់ដឹងអនុវត្តវិភាគវិតម្លៃនិងបង្កើតថ្មីអញ្ចឹងយើងត្រូវយកកិច្ចអាសព្ទសម្គាល់សិនអញ្ចឹងមើលដូចជាចែកចុងចាំប្រើពាក្យដូចជាការមើលឬស្ដាប់កត់ត្រាសូត្រទន្ទិញរំលឹកជាដើមហ្នឹងយល់ដឹងសួរបកស្រាយបង្ហាញពន្យល់ពិភាក្សាអនុវត្តមានដូចជាដោះស្រាយគណនាជ្រើសរើសពិសោធន៍ប៉ាន់ស្មានកំណត់សម្រួលពន្លាតដាក់វិភាគប្រៀបធៀបបែងចែកវិភាគលម្អិតចំណាត់ថ្នាក់រៀបលំដាប់ញែកវិតម្លៃមានន័យថាផ្ដល់យោបល់សម្រាប់ចិត្តរិះគន់ដាក់បន្ទុកសង្ខេបខ្លាំងខ្លែងទាញសេចក្តីថ្លៃនិធามបង្កើតថ្មីន័យថារចនាផលិតរៀបគម្រោងរៀ
រៀបរៀងបង្កើតសំបញ្ចូលគ្នាឆ្នៃប្រឌិតទាញរូបមន្តឬក៏ទាញវិបាកផ្សេងៗហ្នឹងចឹងទី3យើងបន្តការណែនាំបង្កើតសំណួរតេស្តទម្រង់ពហុជ្រើសរើសសំណួរតាមពហុជ្រើសរើសលក្ខណៈស្តង់ដារផ្សំឡើងដោយពីរផ្នែកដូចជាផ្នែកសំណួរ STEM និងសំណុំចម្លើយ option ចឹងគេត្រូវសេសំណួរជា STEM ជាប្រយោគសំណួរពេញលេញសំណួរជ្រើសរើសមាន option ត្រឹមចម្លើយ1គឺ key answer និងចម្លើយខុស3 distraction យើងតទៀតសំណួរយើងអាចបែងចែកទៅជាផ្សេងជាសំណួរថាឥឡូវជឹកជាទៅផ្សេងដែលអាចថាសំណួរហ្នឹងវាតាក់ទងនឹង STEM application ជាដើមនេះយើងចូលសំណួរប្រភេទជារាល់ចម្លើយទាំងអស់ទៅសេចក្តីប្រយោគខ្វះខាតរបស់សិស្សអញ្ចឹងមានន័យថាយើងអាចសួរជាសំណួរវិភាគដែលមានជំរើសចម្លើយយើងអាចថាយើងបង្កើតជា4សំណួរដើម្បីឲ្យសិស្សជ្រើសរើសយកចម្លើយមួយដែលគាត់គិតថាត្រឹមត្រូវហើយក៏ជ្រើសរើសចម្លើយនោះអញ្ចឹងយើងអាចជំរើសឲ្យគាត់4ហើយឲ្យគាត់ជ្រើសរើសចម្លើយណាមួយដែលគាត់គិតថាត្រឹមត្រូវអញ្ចឹងចម្លើយត្រឹមត្រូវលើការវិភាគអញ្ចឹងសិស្សអាចវិភាគចម្លើយសំណួរថាសិស្សប្រហែលជាសិក្សាមិនចេះសន្សំវិច្បាប់ចលនាសិស្សអាចដឹកពីកំហុសទឹកវាតម្លៃផ្សេងនឹងចម្លើយត្រឹមត្រូវផ្សេងហ្នឹងអញ្ចឹងយើងចូលចំណុចទី4គុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតទម្រង់សំណួរបិទលើប្រភេទសំណួរឥឡូវសំណួរខុសត្រូវងាយសរសេរងាយដាក់បន្ទុកប៉ុន្តែអត្រាទូទីខ្ពស់ដល់ 50% មានន័យថាសិស្សជួនណាគាត់ដាក់បិចចោលมันអាចបង្កើតជំរើសចម្លើយលើសពី2បានចម្លើយមួយត្រូវនិងចម្លើយមួយទៀតខុសមានន័យថាយើងมันអាចវិភាគបង្កើតចម្លើយច្រើនបានដូចព្រោះมันវេតម្លៃចំណេះដឹងនឹងកម្រិតខ្ពស់អាហ្នឹងមានន័យថាយើងវេតម្លៃគាត់បានក្នុងកម្រិតទាបសំណួរគោកងអញ្ចឹងមានប្រយោជន៍សម្រាប់ធ្វើតេស្តទំនាក់ទំនងមានន័យថាបើយកគាត់យកខ្លឹមសារអាចដឹងថាប្រភេទសំណួរទៅនៅធ្វើនេះទៀតមានប្រយោជន៍សម្រាប់ធ្វើតេស្តបិទព័ត៌មានងាយឡើងមើលបង្កើតចំនួនច្រើនអាហ្នឹងជាមួយចឹងប៉ុន្តែវាមានគុណវិបត្តិដែរវិធីសាស្ត្របង្កើតសំណួរជាក្រុមបំផ្លាញភាពឯករាជ្យនៃសំណួរតេស្តអាហ្នឹងវាជាបញ្ហាមួយសំណួរពហុជ្រើសរើសសំណួរពហុជ្រើសរើសហ្នឹងមានន័យថាកាត់បន្ថយអត្រាទូទាយអាចត្រូវប្រើដើម្បីវាស់លំនឹងប្រទុយបានលំទលាទៀតកាត់បន្ថយបញ្ហានៃការដាក់បន្ទុកតាមមុខវិជ្ជាការវិភាគអត្ថផលព័ត៌មានវិនិច្ឆ័យបានច្រើនងាយស្រួលក្នុងការដាក់កូដបន្ទុកការបង្ហើបសំណួរពហុជ្រើសរើសចំណាយពេលយូរនិងមានតម្លៃថ្លៃគេហ្នឹងជានឹងគុណវិបត្តិពិបាកក្នុងការវាស់វែងពីរចនាសម្ព័ន្ធគណិតអ្នកឆ្លើយសំណួរអញ្ចឹងសំណួរពេញចន្លោះមានភាពជឿជាក់ខ្ពស់ភាពសរសេរកាត់បន្ថយការទូទាយដល់ពិបាកផ្ដល់បន្ទុកអាចមានចម្លើយដែលត្រឹមត្រូវច្រើនពិបាកកំណត់អ្វីដែលវាស់វែងពិតប្រាកដសិស្សប្រើរយៈពេលវែងដើម្បីបំពេញហាក់មិនបានផ្ដល់ព័ត៌មានច្រើនដល់អ្នកធ្វើអញ្ចឹងគុណសម្បត្តិនៃគុណសំណួរនៃទំនួលបើកក្នុងសំណួរបើកជាប្រភេទសំណួរដែលសិស្សសរសេរចំណេះផ្ទាល់ខ្លួនដើម្បីឆ្លើយពីបញ្ហាដែលគ្រូបានចាត់សួរអញ្ចឹងទៅប៉ុន្តែចម្លើយហ្នឹងវាមានទម្រង់ខ្លីឬក៏មានទម្រង់វែងទៅតាមគំនិតរបស់សិស្សម្នាក់ៗអញ្ចឹងវាបាក់វាស់វែងមួយដែរពេលខ្លះព្រោះថាគំនិតសិស្សគាត់ច្រើនសរសេរបានវែងចំណុចខ្លីសរសេរបានខ្លីអញ្ចឹងក៏យើងបាក់វាស់ស្ទង់ដែរគឺថាគាត់ត្រូវដែរតែសរសេរបានតិចពេកតែគាត់ខុសសរសេរវែងអញ្ចឹងទម្រង់ខ្លីល្អសម្រាប់ពេលតម្លៃលើចំណេះដឹងជាក់ស្ដែងគ្មានការទូទាយចម្លើយងាយស្រួលក្នុងការបង្កើតសំណួរនិងងាយស្រួលកែបន្ទុកមិនសមស្របនឹងការវាស់វែងអក្សរប្រងតែបញ្ញាងាយនឹងឆ្លើយតាមវិធីសមស្របដល់រូបសំណួរវែងមធ្យោបាយសម្រាប់វាតម្លៃកម្រិតខ្ពស់ចំនួនការច្នៃប្រឌិតក្នុងការត្រិះពិចារណាការរៀនណាចំណែកគុណសម្បត្តិវាការចំណាយទៅចំណាយពេលនិងមានតម្លៃខ្ពស់អាហ្នឹងជាបញ្ហាមួយអញ្ចឹងយើងមើលដំណាក់កាលនៃការអនុវត្តរៀបចំនិងការតេស្តឡងណាវាមាន6ដំណាក់កាលទី1តារាងកំណត់គម្រោងតេស្តលម្អិតទី2ការបង្កើតសំណួរតេស្តទី3អនុវត្តធ្វើតេស្តក្នុងថ្នាក់រៀនទី4ការធ្វើអត្រាកំណែនិងកែទម្រង់បើកដំណាក់កាលទី5វិភាគលទ្ធផលតេស្តនិងទី6កំណត់ចំណុចខ្លះជាចំណុចខ្លះគាត់បន្តមករៀបចំផែនការបង្រៀនចឹងទី6ការអនុវត្តរៀបចំនិងបង្កើតតេស្តស្តង់ដារចឹងការបង្កើតវិញ្ញាសាដើម្បីបន្ស៊ីទៅនឹងលទ្ធផលសិក្សាធ្វើបំណែកចែក
កម្មវិធីសិក្សាដែលហៅដោយបញ្ចូលលទ្ធផលសិក្សាតាមអត់កាត់តារាងគម្រោងអត់តេស្តដែលយើងតាមការអំណាចកម្មវិធីសិក្សាប្រចាំខែចាប់ការតេស្តស្តង់ដារផ្អែកលើកម្រិតតេស្តនិងការតេស្តសំណួរតេស្តវិទ្យាសាស្ត្រប្រឡងចឹងយើងចូលចំណុចចុងក្រោយផ្ដុំសំណួរតេស្តទាំងអស់ជាវិញ្ញាសាប្រឡងចឹងមានន័យថាយើងអាចប្រមូលផ្ដុំសំណួរនីមួយៗហ្នឹងបង្កើតបានជាសំណួរមួយដែលជាក់លាក់ដើម្បីឲ្យសិស្សងាយស្រួលក្នុងការបង្រៀនសិស្សមួយទៀតបង្កើតដើម្បីដឹងថាចំណេះដឹងសិស្សហ្នឹងអាចចេះដឹងដល់កម្រិតណាផ្សេងជាដើមហ្នឹងអញ្ចឹងមេរៀនហ្នឹងជាចប់ដោយសង្ខេបខាងនេះសូមអរគុណគ្រូដែលចំណាយពេលដ៏មានតម្លៃដើម្បីមកមើលនៅវីដេអូដែលខ្ញុំបានបកស្រាយខាងនេះសង្ឃឹមថាលោកគ្រូនឹងមានមតិត្រឡប់មកវិញដើម្បីជួយសម្រួលការបកស្រាយរបស់ខ្ញុំបើសិនមានចំណុចខ្វះខាតណាមួយអរគុណច្រើនគ្រូជំរាបលាលោកគ្រូ